បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទថ្ងៃនេះដែរខ្ញុំបាទមានព្រះបិទមុខពីរព្រះអង្គមកពីខេត្តបន្ទាយមានជ័យបាទទឹកដីបុរាណណាបាទសម្បូរដោយវត្ថុបុរាណទឹកដីបន្ទាយមានជ័យខេត្តបន្ទាយមានជ័យបាទវល់មើលមកជុំបាទណាបាទពីក្រោយសាច់ចឹងណាបាទសាច់ចឹងពីក្រោយបាទធ្ងន់ណាបាទ1ចូល3ខាំណាបាទនេះ ព្រះអង្គបិទមុខបាទចឹងនេះបិទមុខអង្គនេះបិទមុខដែរតែគេធ្វើដោយប្រពុតដាច់ឆ្នាំចឹងណានេះបាទបិទមុខដៃ4ដាក់ដៃសមាធិឈ្នះមីហើយនឹងបិទមុខតែមួយអង្គនេះបិទតែមុខទេបាទនឹងជាសម័យកាលណាក៏ខ្ញុំអត់ដឹងដែរនេះខាងក្នុងអញ្ចឹងណានេះព្រះអង្គមើលរូបរាងអញ្ចឹងបាទប្អូនប្រុសនៅខាងបន្ទាយមានជ័យគាត់ជាឲ្យខ្ញុំបាទគាត់ថារត់ទៅរត់មកបាទរលុយចាក់សាំងម៉ូតូមិនបានផងបាទអញ្ចឹងក៏ចែកជាវពីរព្រះអង្គនេះជូនដល់លោកបងដើម្បីយកបច្ច័យដោះស្រាយជីវភាពរបស់នេះគឺគាត់បាននៅទឹកដីរបស់គាត់អញ្ចឹងណាបាទគាត់ជីកស្រះជីកអីចឹងទៅក៏បានពីរអង្គហ្នឹងរួមជាមួយជាសាកសពអញ្ចឹងទៅគេថាកន្លែងកប់សាកសពបុរាណអញ្ចឹងណាដូចគេវាយចោលអីចឹងទៅគាត់ថាបានពីរអង្គហ្នឹងឯងបាទណាបាទមួយអង្គនេះបានមុនមួយអង្គនេះបានក្រោយមួយអង្គនេះក៏គ្រប់ថែរក្សាដាក់តាមខ្លួនរហូតបាទតែមួយអង្គនេះមិនសូវដាក់តាមខ្លួនទេគឺនៅលើផ្ទះឬនៅលើហឹងបាទណាបាទគេថារបស់នេះទៅជាជុំអច្ឆរិយៈបាទណាមានភ័យអន្តរាយហ្នឹងនេះឆ្នាំគេដោះគេមើលណាតំណងសាងទីអីក៏ហងទៅតាមមើលឆ្នាំពាកកាត់លើគេដោះបាទតែអង្គនេះសឹកតែម្ដងណាសឹកនេះគឺក៏គ្រប់ថែរក្សាបានយូរឆ្នាំបាទអង្គនេះទៅបានក្រោយ2ដល់3ឆ្នាំទេតែអង្គនេះបានយូរឆ្នាំហើយបាទព្រះអង្គបិទមុខណាបាទនេះមើលសាច់ឈាមមកហើយបាទអស់លោកស្រីដែលស្រឡាញ់នៅវត្ថុស័ក្តិសិទ្ធិណារបស់ចាស់អាចចែកជាវយកគ្រប់ថែរក្សាបានបាទតួអង្គពីរព្រះអង្គបាទព្រះអង្គថាចម្លែកខ្ញុំមិនដែលបានជួបបានប្រទេសទេបាទមិនដែលបានឃើញទេតួអង្គរូបតួអង្គនេះក៏មិនដែលឃើញទេបាទណាបាទតែបិទមុខហ្នឹងគឺរូបព្រះអង្គហើយរូបព្រះបាទថាធ្វើតាមរចនាបថច្រៀងអេសីបន្តិចអីបន្តិចមិនដឹងបាទបុរាណណាមើលច្រៀងអេសីបន្តិចអីបន្តិចនេះកម្មអីចឹងទៅបាទអានេះដូចជាសពតអីចឹងទៅបាទព្រះអង្គគឺមានច្បាំងជីវរពីក្រោយអញ្ចឹងទៅនេះច្បាំងជីវរអញ្ចឹងនេះរូបច្បាំងជីវរអញ្ចឹងក្រងអញ្ចឹងណារូបព្រះទៅតែនេះមិនដឹងថាក្បាច់រចនាបុរាណមិនដឹងថាធ្វើយ៉ាងណាបាទណាពាក់ឈីងដូចគ្នាដែរតែច្រៀងអីសីបន្តិចអីបន្តិចមិនដឹងមានកងដៃកងអីចឹងទៅបាទខ្ញុំក៏មិនដឹងដែរណាតែខាងក្នុងនេះបែបគេបញ្ចុះខាងក្នុងនេះហើយមកទៅបានតែពេលយូរឆ្នាំទៅវាអាលេះអាលួយអស់ទៅបាទណាហ្នឹងហើយរបស់បុរាណថាមិនបញ្ចុះអីនៅខាងក្រោមហ្នឹងយើងអាចបញ្ចុះបានដូចគ្នាដែរអញ្ចឹងណាអញ្ចឹងមើលទៅស្រឡាញ់ពេញចិត្តអស់លោកអាចចែកជាវបានណាបាទវាទៅគ្រប់ថែរក្សាបន្តហ្នឹងហើយព្រោះរបស់តខ្លួនខ្ញុំមានហើយដល់ពេលមានច្រើនហ្នឹងទៅយើងមិនដឹងថាពាក្យមួយណាទុកមួយណាគោរពមួយណាអញ្ចឹងក៏ចែកជាវឲ្យដល់អស់លោកណាហើយក៏ឲ្យបារមីថែរក្សានៅព្រះពុទ្ធបិទមុខណាឬក៏ព្រះអរហន្តបិទមុខនេះស្វែងរកម្ចាស់ពេញចិត្តអស់លោកណាក៏នៅអស់លោកនោះចោះណាស្វែងរកម្ចាស់នៅរៀងខ្លួនចាស់ខ្ញុំកណាសូមផុសចែកជាវខុសលោះលើលោះកុំប្រកែប្រកាន់ដល់ខ្ញុំកណាអីណាស្វែងរកម្ចាស់នៅរៀងខ្លួនបាទអស់លោកណាស្រឡាញ់អាចឆាតតាមនៅ Telegram របស់ខ្ញុំបានណា088 24 79 8 26បាទ
ចឹងថ្ងៃនេះអស់លោកណាដែលបានឃើញខ្ញុំផុសក្នុង YouTube ឃើញព្រះអង្គពីរព្រះអង្គនេះហើយសូមអស់លោកនោះមានលាភមានជ័យសិរីសួស្តីឈ្នះអស់មាសត្រូវ ពីថ្ងៃទៅមានតែលាភជ័យហេងបាទសូមជម្រាបលាក៏សូមអរគុណ